សូមស្វាគមន៍មកកាន់ Cambodia Plus News សេដ្ឋកិច្ចឯកសារសំខាន់ៗដែលម្ចាស់អចលនទ្រព្យត្រូវត្រៀមសម្រាប់ការចុះបញ្ជីអចលនទ្រព្យឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យអ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យមានតម្លៃលើសពី100លានរៀលត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅឬនៅអគ្គនាយកដ្ឋានពន្ធដារយ៉ាងយឺតបំផុតត្រឹមថ្ងៃទី30ខែកញ្ញានៃឆ្នាំជាប់ពន្ធដើម្បីចុះបញ្ជីបង់ពន្ធលើអចលនទ្រព្យអ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យត្រូវរៀបចំឯកសារសំខាន់ៗមួយចំនួនដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬសំបុត្របញ្ជាក់កំណើតឬលិខិតឆ្លងដែនសម្រាប់ជនបរទេសឬសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅឬលិខិតបញ្ជាក់ទីលំនៅច្បាប់ថតចម្លងប័ណ្ណសម្គាល់សិទ្ធិឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំសង្កាត់ឡើងទៅច្បាប់ថតចម្លងទីតាំងអចលនទ្រព្យនិយមការដែលមានរយៈទទឹងនិងរយៈបណ្ដោយរូបថតអចលនទ្រព្យបំពេញទម្រង់ Form PT01 វិក័យប័ត្រអគ្គិសនីឬវិក័យប័ត្រទឹកប្រសិនបើមានឯកសារពាក់ព័ន្ធផ្សេងទៀតរួមមានលិខិតអនុញ្ញាតសាងសង់លិខិតបើកការដ្ឋានសាងសង់លិខិតបិទការដ្ឋានសាងសង់លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីសំណង់ទើបសាងសង់ឬមានការកែប្រែអ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដោយត្រូវភ្ជាប់មកជាមួយនៅឯកសារដូចបានបញ្ជាក់ខាងលើរួមជាមួយបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមកឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ PIN ឬប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យចំពោះអចលនទ្រព្យដែលមូលដ្ឋានកិត្តពន្ធត្រូវបានប្រែប្រួលដូចជាដីត្រូវបានយកទៅសាងសង់ផ្ទះអគារឬសំណង់ផ្សេងៗឬផ្ទះអគារនិងសំណង់ផ្សេងត្រូវបានសាងសង់បន្ថែមឬបន្ថយឬរំលែកចោលនិងអចលនទ្រព្យត្រូវបានផ្លាស់ប្ដូរកម្មសិទ្ធិករអ្នកកាន់កាប់ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យអរគុណសម្រាប់ការតាមដាន Cambodia Plus News សេដ្ឋកិច្ច